ចាជម្រាបសួរពុកម៉ែពុំមីងសូមស្វាគមន៍ពី Channel វណ្ណានារីក៏ដូចជា Page មើលរិស័យឆ្នាំទាំង12យើងចូលមកដល់ការ Pick Account ទៀតហើយគឺតាក់ទងទៅនឹងលុយកាក់ការងារស្នេហាប្រចាំខែ5ចាប្រចាំខែ5មិនកំណត់ថាឆ្នាំណាទេឲ្យតែបានយើងចូលមើលនៅក្នុងហ្នឹងគឺពេលវេលាគឺខែ5អញ្ចឹងណាឆ្នាំ2025 26 27ទៅមុខអញ្ចឹងតាចាគឺជាការកំសាន្តដូចគ្នាបញ្ជាក់ឲ្យបញ្ជាក់ទៀតគឺជាការកំសាន្តហើយអ្នកគ្រូនឹងប្រាប់អំពីដួងកែវហ្នឹងគឺខែឆ្នាំកណ្ដាលឬក៏តារានេះក៏ដែលជាប់ពាក់ព័ន្ធនៅក្នុងក្រុមនីមួយៗគឺបង្ហាញនៅក្នុងនឹងដូចគ្នាអញ្ចឹងក្រុមទី1ក្រុមទី2ក្រុមទី3លុយកាក់ការងារស្នេហារបស់អ្នកទាំងគ្នាប្រចាំខែ5អញ្ចឹងឥឡូវ2025អញ្ចឹងយើងខែ5ប្រចាំឆ្នាំ2025ឯងអូខេអញ្ចឹងក្រុមទី1គឺមានរូបភាពបែបនេះចាតំណាងណាហើយក្រុមទី2តំណាងឲ្យរូបភាពបែបនេះហើយក្រុមទី3គឺតំណាងឲ្យរូបភាពបែបនេះចាស្មឹងស្មាត់ចិត្ត1ទៅ2វិនាទីមុនធ្វើការជ្រើសរើសក្រុមមួយក្នុងចំណោមក្រុមទាំង3ហ្នឹងហើយអ្នកគ្រូចង់បញ្ជាក់មុននឹងធ្វើការបកស្រាយអ្នកគ្រូចង់ប្រាប់បងប្អូនថាអ្នកគ្រូទទួលមើលទូទីផ្ទាល់បើសិនជាចង់មើលអំពីសំណួរដែលយើងចង់សួរដូចជាលុយកាក់ការងារស្នេហាលក់ចេញទិញចូលជាដើមគឺអាចទំនាក់ទំនងមើលផ្ទាល់បានគឺអ្នកគ្រូអាចមើលទាំងនៅក្នុងស្រុកនិងក្រៅស្រុកតាមរយៈ Telegram ឬក៏ Messenger ជាដើមហើយអ្នកគ្រូក៏មាន Page Facebook មើលរិស័យឆ្នាំទាំង12ជាភាសាខ្មែរបើ Channel គឺមាន2មួយគឺChannel វណ្ណានារីមួយទៀតគឺវណ្ណានារី2ឬក៏វណ្ណានារី Tarot Guidance ចា៎អញ្ចឹងវាយទៅគឺឃើញហើយអូខេហើយលេខទូរស័ព្ទគឺមានតែមួយខ្សែគត់ដែលអ្នកគ្រូដាក់នៅលើវីដេអូនីមួយៗហ្នឹងចាប់ផ្ដើម1 2 3ចូលដល់ក្រុមទី1ហើយ Oracle ហ្នឹងគឺខ្ញុំបានដោះហើយកុំឲ្យវាស៊ីម៉ោងអញ្ចឹងដោះហើយទៅហើយយើងបើកយកតែម្ដងតាមមានអីគេជាប់តាក់ទងនៅក្នុងខែ5សម្រាប់ក្រុមទី1គឺមាន Coffin គឺមាន Garden មាន Evidence Schedule Trust ហ្នឹងគឺនៅនេះអានេះគឺ Air X តកតងទៅនឹង X of Short ពួក Air តកតងនឹងធាតុខ្យល់តារានិកខ្យល់ Aquarius Gemini Libra គឺជាតារានិកធាតុខ្យល់ Surrender Relief អូខេអញ្ចឹងអ្វីដែលខ្ញុំឃើញថាយើងត្រូវតែជឿជាក់នៅអ្វីដែលយើងកំពុងតែគិតព្រោះយើងហាក់បីដូចជាអ្នកមួយចំនួនដូចជាស្លាប់ចិត្តណាដូចជាធុញថប់តបប្រមល់ជួបតែរឿងបរាជ័យច្រើនដល់អញ្ចឹងយើងលែងចង់ជឿអ្វីដែលយើងឃើញភ្នែកណាអាបែបអញ្ចឹងក្រុមទី1ស្ដាប់ខ្ញុំមួយដោយសារអីដោយសារតែចេញពាក្យថា surrender មកមានន័យថាការចោះចាញ់ហើយ relief ការដោះលែងយើងហាក់បីដូចជាស្ទើរតែចោះចាញ់ទៅលើអ្វីដែលយើងនឹងជួបប្រទះហើយក៏ចង់ដោះលែងអ្វីដែលនឹងវាជាប់ស្អិតហើយដោះស្រាយមិនចាញ់អញ្ចឹងណាអាបែបអញ្ចឹងណាខ្ញុំមានអារម្មណ៍ថាតកតងទៅនឹងពាក្យថា trust ចាតកតងទៅនឹង relief surrender គឺវាទំនាក់ទំនងគ្នាហើយយើងចង់មានការបញ្ចេញមតិដែរពីព្រោះមាន expression ចូលមកការបញ្ចេញមតិព្រោះតែចេញពាក្យថា air តារានិកខ្យល់គឺយើងចង់និយាយឲ្យដឹងចង់និយាយឲ្យយល់ទៅលើទំនាក់ទំនងជាពិសេសព្រោះតាក់ទងទៅ divine timing មកគឺតាក់ទងទៅនឹងគូទៅតាក់ទងទៅនឹងទំនាក់ទំនងប្រស្រ័យតាក់ទងគ្នាណាអាបែបចឹងគឺយើងចង់និយាយឲ្យដឹងឲ្យច្បាស់ថារឿងហ្នឹងវាយ៉ាងម៉េចទៅមុខឬថយក្រោយឬក៏យ៉ាងម៉េចចឹងណាភាគច្រើនគឺយើងចង់ពិភាក្សានិយាយចរចាជជែកទល់មុខគ្នាឲ្យយល់ឲ្យដឹងយើងចង់ឲ្យភាគីម្ខាងនោះនិយាយឲ្យយើងដឹងនិងយើងចង់និយាយឲ្យគេដឹងអាបែបអញ្ចឹងណាព្រោះចេញពាក្យថា Coffin នឹងមកគឺឈូសមានលេខ8មានភាពសុខស្មាញ stress អញ្ចឹងយើងចង់ឲ្យភាពបិទបាំងភាពដែលមិនដឹងភាពដែលមិនឃើញហ្នឹងណាគឺចង់ឲ្យចេញមកលេចធ្លោមកព្រោះចេញពាក្យថា trust ហើយនឹងការបង្ហាញការបញ្ចេញហ្នឹងណាការនិយាយមតិហ្នឹងការបញ្ចេញមតិហ្នឹងវាចេញមក
ចឹងយើងចង់ដឹងការពិតអ្វីដែលគឺអ្វីដែលមានការលាក់លៀមអ្វីដែលយើងស្ពេចស្ពិលហ្នឹងណានៅក្នុងពេលនេះនិយាយនៅលើតុកអីចឹងណាបែបចឹងមិនថាតុកបាយតុកអង្គុយនិយាយអីបែបការយ៉ាឡៃឬយ៉ាងម៉េចទេគឺតុកកាហ្វេឬយ៉ាងម៉េចទេគឺត្រូវតែមានការនិយាយគ្នាអីចឹងទៅអាហ្នឹងក៏មានដែរហើយនៅក្នុងរូបភាពនេះថាមពលនេះគឺចេញពាក្យថា garden ដែរអាចថាយើងនិយាយនៅក្នុងសួនអីចឹងទៅហើយមួយវិញទៀតគឺមានជាប់តាក់ទងលេខ8លេខ20អាចយើងថ្ងៃ20ខែ8ឬក៏ថ្ងៃ8ថ្ងៃ20គឺជាប់តាក់ទងលេខហ្នឹងណាខ្ញុំចង់ឬក៏ធម្មពលលេខយើងនៅក្នុងក្រុមទី1ហើយក្នុងពេលនេះគឺជាប់តាក់ទងនឹងតារានិករខ្យល់មាន Gemini Libra Aquarius ចូលមកអាឡាមហ្នឹងគឺ alert បញ្ជាក់បន្ថែមណាចាធម្មពលបញ្ជាក់បន្ថែមហើយខ្ញុំចាប់ឃើញថាយើងពិតជាត្រូវការការដោះលែងឬក៏ការបង្ហាញ evidence ហ្នឹងមានន័យថាយើងដូចគេហៅកសលវិច័យអញ្ចឹងណាស្វែងរកឃើញណាបើថាឃើញហើយអីហើយថារឿងល្អនឹងទៅមុខតែបើអត់ល្អទេគឺយើងចង់ relief ចាញ់ហើយចង់ដោះលែងចង់ចាក់ចេញអីចឹងណាព្រោះដោយសារអីវាហត់នឿយព្រោះ surrender មានតែការចោះចាញ់យើងហត់នឿយទៅលើរឿងទាំងអស់ហ្នឹងអីចេះហើយតាក់ទង schedule គឺពេលវេលាចាក់ពេលវេលាព្រោះ timing ក៏តាក់ទង schedule ហ្នឹងដែរ plan អីចឹងទៅណាគម្រោង management អីចឹងទៅគ្រប់គ្រងពេលវេលាឡើងវិញអីចឹងទៅចង់ឲ្យរឿងល្អចង់ឲ្យមានលំនឹងចង់ឲ្យមានស្ថិរភាពអីចឹងទៅនៅក្នុងពេលនេះក្រុមទី1គឺបែបហ្នឹងហើយប្រសិនតែមានស្នេហាចូលមកក៏យើងចង់ឲ្យគេដឹងពីយើងហើយក៏ចង់សិក្សាពីគេដូចគ្នាចង់ដឹងការពិតទៅវិញទៅមកដូចគ្នាខ្ញុំឃើញថាអញ្ចឹងណាហើយចាំមើលបន្ថែមទៀតថាតើវាបែបមិនទៀតអានេះថាមកពលឲ្យចាប់បានហើយពាក្យថា coffin ជាមឈូសហ្នឹងគឺមានន័យថាអាចនឹងពាក្យថា the dead ដែរមានន័យថាគឺបានបញ្ចប់អ្វីមួយហើយគឺបានបាត់បង់អ្វីមួយហើយប៉ុន្តែវានឹងកើតឡើងសារជាថ្មីដូចជាការកកើតនៃដង្កូវទៅជាមេអំបៅអញ្ចឹងមានការ transfer អញ្ចឹងណាបញ្ចប់មួយបង្កើតថ្មីមានរឿងថ្មីកើតឡើងមួយទៀតអូខេអញ្ចឹងយើងមើលផ្ដោតទៅលើលុយកាក់ការងារស្នេហាក្នុងពេលនេះសម្រាប់ក្រុមទី1លុយកាក់យ៉ាងម៉េចដែរសម្រាប់ក្រុមទី1ក្នុងខែ5ខ្ញុំមើលអាយុ18ឆ្នាំឡើងទៅភេទប្រុសភេទស្រីភេទទី3លុយកាក់នៅក្នុងពេលនេះយើងប្រហែលត្រូវតែរឹតបន្តឹងមានភាពច្បាស់លាស់មុននឹងចេញដោយសារអីវាមានវិក័យប័ត្រច្រើនវិខិតស្នាមអីច្រើនអញ្ចឹងទៅវាត្រូវតែមកចត់ក្នុងការដែលយើងត្រូវចាយលុយមួយអញ្ចឹងណាហ្នឹងហើយពួកអាចនឹងបងភ្លើងបងទឹកបងអីអញ្ចឹងទៅបើយើងមានគ្រួសារបងថ្លៃនេះថ្លៃនោះអីអញ្ចឹងណាចាវិក័យប័ត្រអីសពមុខវាចេញមកអញ្ចឹងទៅឲ្យយើងទូទាត់លាត់សើអញ្ចឹងណាហ្នឹងហើយអញ្ចឹង61%គឺយើងយកចិត្តទុកដាក់ទៅលើលុយកាក់ខ្វល់អំពីលុយកាក់ហើយយើងដូចថាចាយអីមួយហ្នឹងយើងមើលយើងគិតថាគួរចាយអត់ចឹងណាបាទយើងអាចនិយាយថាសំចាយក៏ត្រូវដែរលុយកាក់យើងនៅក្នុងហ្នឹងណាដោយសារតាមួយរយៈហ្នឹងអាចថាយើងជួយជំនួយអ្នកដទៃច្រើនឬក៏ចាយច្រើនខ្លួនឯងនឹងឯងធ្វើឲ្យយើងហ្នឹងត្រូវតែមានការគ្រប់គ្រងវាអីចឹងទៅបែបអញ្ចឹងណាចាលុយកាក់យើងនៅក្នុងខែ5នោះគឺបែបហ្នឹងចាអ្នកខ្លះចំណាយទៅលើការធ្វើដំណើរអ្នកខ្លះចំណាយទៅលើការជួបជុំហើយអញ្ចឹងទៅឬក៏អ្នកខ្លះចំណាយទៅលើស្ដីស្រឡាញ់ស្នេហាអញ្ចឹងទៅបែបអញ្ចឹងណាទៅធ្វើឲ្យយើងនឹងចាយច្រើនអញ្ចឹងទៅបែបអញ្ចឹងហើយត្រូវតែរកទុកវិញសំមកវិញអីអញ្ចឹងទៅនឹងបែបហ្នឹងណាអត់សូវសុបាយចិត្តជាមួយនឹងលុយកាក់ទេព្រោះវាមិនសូវមានមិនសូវច្រើនអីអញ្ចឹងទៅបែបតាក់ទងទៅនឹងលុយកាក់ហើយតាក់ទងទៅនឹងការងារសម្រាប់អ្នកដែលមានការងារក្នុងខែ5សម្រាប់ក្រុមទី1បែបមិនដែរចាបើសិនជាមិនទាន់មានការងារទេយើងអាចថាមិនទាន់មានការដាក់ CV ជាប់ទេចាហើយបើមិនចឹងទេសម្រាប់អ្នកដែលមានការងារធ្វើគឺយើងមានការគុំក្រងខ្លួនឯងព្យាយាមគុំក្រងខ្លួនឯងដូចយើងតាំងសមាធិចឹងអត់ធ្មត់ទេអញ្ចឹងព្រោះស្ថានភាពវាញ៉ៃអញ្ចឹងទៅឬក៏ម្ដងល្អម្ដងមិនល្អអញ្ចឹងទៅកន្លែងការងារណាបែបអញ្ចឹងហើយកន្លែងការងារខ្លះក៏ត្រូវចំណាយទាំងលុយទៅទៀតបែបអញ្ចឹងណាវាធ្វើឲ្យយើងនឹង
ព្យាយាមគុំក្រុងខ្លួនឯងទាំងស្មារតីទាំងសពមុខបែបយ៉ាងទៅលើកន្លែងការងារពាក្យសម្ដីយាយសពមុខបែបយ៉ាងគួរនិយាយមិនគួរនិយាយឬក៏មិនសូវនិយាយច្រើនទេនៅពេលនេះតើកន្លែងការងាររបស់យើងនៅក្នុងខែ5យ៉ាងម៉េចដែរចាយើងចង់ឲ្យគេយល់ពីយើងយល់ពីគេដែរអញ្ចឹងมันមានពាក្យថា trust ការបញ្ចេញមតិការបង្ហាញឲ្យគេដឹងថាអ្វីដែលយើងខំប្រឹងប្រែងទាំងប្រមាណគឺមានវាអីចឹងណាឲ្យគេយល់ឲ្យគេឃើញឲ្យគេដឹងអីចឹងទៅកន្លែងការងាររបស់យើងនឹងវាហាក់បីដូចជាគេមិនសូវជាឃើញអើពើអីចឹងទៅអានឹងបែបហ្នឹងមិនថាឯកជនឬក៏រដ្ឋទេអញ្ចឹងសម្រាប់អ្នកដែលឆុងឆ្នាំយើងគួរតែមានវត្ថុមង្គលសម្រាប់ដាក់តាមថែយើងទៅជាពិសេសគឺរូបព្រះណាតែអាហ្នឹងគឺកន្លែងការងារគឺយើងត្រូវតែអត់ធ្មត់បន្តការខិតខំអត់អាចឆេវឆាវបានទេក្នុងពេលនេះណាគាត់ឲ្យ3ស្លឹកទៀតសម្រាប់កន្លែងការងារខ្ញុំសុំតែ1លឹកទេតែគាត់ឲ្យ3ស្លឹកអញ្ចឹងអ្វីដែលគាត់នឹងឲ្យ advice ដំបូងមាន4ស្លឹកគឺអីគេកុំពិបាកចិត្តគិតច្រើនបើពិបាកពេកដូរការងារចោលទៅអាហ្នឹងអញ្ចឹងណាបើស្មុគស្មាញពិបាកចិត្តពេកដូរការងារចោលអាហ្នឹងបើសិនជាយើងដូរបានយើងដូរព្រោះយើងអាចនឹងមានសម្ពាធច្រើននៅកន្លែងការងារអញ្ចឹងមកចេញរូបភាពអត់ធ្មត់មកហ្នឹងហើយគឺបែបហ្នឹងវាអាកម្មកុសវាអីចឹងទៅឡើងចុះអារម្មណ៍ចឹងទៅអញ្ចឹងកុំឆេវឆាវដូចគ្នាតោះនឹងស្នេហាវិញក្រុមទី1ការស្នេហាយ៉ាងម៉េចដែរស្នេហាសម្រាប់ single យើងដូចជាមិនតាន់ហ៊ាននឹងទទួលយកអ្នកណាហ្នឹងសម្រាប់ single ហើយបើសិនជាអ្នកមានស្នេហាហើយណាអាចនឹងមានការខ្នក់ចិត្តគ្នាឬក៏អ្នកខ្លះទទួលរងពាក្យសម្ដីឲ្យគ្នាទៅវិញទៅមកទៀតអញ្ចឹងហើយបានចេញពាក្យ coffin trust release surrender មកហ្នឹងមានន័យថាអ្នកខ្លះក៏ហត់ជាមួយនឹងទំនាក់ទំនងមួយនឹងវាអត់ចោះសម្រងគ្នាវាមិនសូវជាល្អប្រសើរនៅក្នុងកំឡុងពេលហ្នឹងអញ្ចឹងទៅយើងទៅឆ្វេងគេទៅស្ដាំអញ្ចឹងទៅណាអញ្ចឹងបើទៅមិនរួចអញ្ចឹងទៅយើងដូចជាចង់ជាយាមអស់លទ្ធភាពហើយគឺចង់ចោះចាញ់ចង់លះបង់ចង់ចាក់ចេញអាបែបអញ្ចឹងហ្នឹងអ្នកមួយចំនួនណាហើយអ្នកមួយចំនួនទៀតគឺអាចនឹងក្នុងកំឡុងពេលស្នេហាចាស់ចប់ហើយក៏អាចនឹងចូលស្នេហាថ្មីអាបែបអញ្ចឹងគឺមានស្នេហាថ្មីចូលមកបន្ទាប់តែវិញចប់ការស្នេហាចាស់វាអាចនឹងក្នុងខែ5វាអាចថាថ្ងៃ3ថ្ងៃ8ឬថ្ងៃទី11អាបែបថា3អាទិត្យទៅមុខយើងនឹងជួបស្នេហាថ្មីស្នេហាចាស់ត្រូវបានបញ្ចប់អីចឹងទៅភាគច្រើនគឺចឹងតែមិនទាំងអស់ទេណាមិនទាំងអស់ទេគ្រាន់តែយើងមិនចោះសម្រងគ្នាក្នុងកំឡុងពេលហ្នឹងចឹងណាតែអ្នកខ្លះក៏ត្រូវឡើងវិញដែរតែអ្នកខ្លះគឺផ្លាស់ប្ដូរទៅមនុស្សថ្មីតែម្ដងអាហ្នឹងបែបហ្នឹងគឺដោះលែងមនុស្សចាស់ចឹងទៅហើយក៏ទោះយ៉ាងណាក៏ជាការកំសាន្តដែរកុំយកចិត្តទុកដាក់ខ្លាំងពេកចឹងណាហើយយើងមើលតើតារានិករអីឬក៏ឆ្នាំអីដែលត្រូវហ្នឹងក្រុមទី1គឺមានឆ្នាំខាលឆ្នាំម្សាញ់ចាបើសិនតែតកតងឆ្នាំឆុងឃើញមាន2បាត់ឆ្នាំថោះឆ្នាំរោងក៏ឆុង 25% ដែរឆ្នាំកុល 100% សិតតែឆុងឆ្នាំទាំងអស់នេះហើយអមីគឺមានឆ្នាំប្រហែលហ្នឹងតែប៉ះខ្លាំងនៅក្នុងក្រុមទី1តារានិករវិញតារានិករគឺមានភពម៉ាដែលជាប់តាក់ទងលេខ17 Taros គេដីលេខ2 Sagittarius លេខ9មាន Libra ហើយនឹងមាន Pisces ដែលជាប់តាក់ទងខ្លាំងនៅក្នុងតារានិករចប់ដែរសម្រាប់ក្រុមទី1អរគុណមែនទែនសម្រាប់ការតាមដានរហូតដល់ម៉ោងបញ្ចប់ហ្នឹងណាបើសិនជាចូលចិត្ត like subscribe share វីដេអូនេះម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យអ្នកគ្រូបន្តការធ្វើវីដេអូថ្មីទៀតហើយអរគុណធំយើងតាមដានក្រុមទី2បន្តទៀតយើងចូលដល់ក្រុមទី2អញ្ចឹងយើងតាក់ទងទៅនឹងតិចជាង1ខែ in list than a month តិចជាង1ខែហើយពាក្យថាជូននោះគឺខែមិថុនាណាអញ្ចឹងយើងមើលខែ5វាអាចជាប់តាក់ទងនឹងខែ5ឬក៏ជាប់តាក់ទងនឹងខែ6អាចថាតិចជាង1ខែនិយាយអញ្ចឹងណា
ឲ្យមានពាក្យថាអានេះអាចនិយាយអំពីកត្រៃឬក៏និយាយអំពីអភៈនេះអភៈនេះចាអញ្ចឹងខ្ញុំរៀបរាប់សិន The Moon យើងអាចនឹងកើតពេលយប់ឬក៏មានធម៌ពលប្រច័នតារានិកប្រច័នដូចគ្នាពេលខ្លះយើងត្រូវតែប្រឈមមុខជាមួយនឹងរឿងរ៉ាវដែលយើងជួបមានពាក្យ gift មានពាក្យ celebration ភាពសម្បូរសប្បាយ abundance យើងអាចនឹងជាឆ្នាំដែលត្រូវយើងទៅបាំងស្គលលើកវិស័យអញ្ចឹងណាចាឬក៏យើងត្រូវតែទិសកុសលដល់ម្ចាស់កម្ពុជាឬក៏ជីដូនជីតាយើងអីចឹងទៅប្រសង់ទៅប្រសង់ទៅវត្តចាទៅវត្តបាំងស្គលទៅវត្តប្រគេនចហាន់ដាក់បាតធ្វើបុណ្យហើយមានពាក្យថា imagination ការសម្មាសម័យការពីវ័យក្មេងៗអីចឹងទៅវាមានពាក្យថា fantasy ចង់និយាយថាយើងក៏ជាមនុស្សដែលស្រឡាញ់របស់របររបស់យើងអញ្ចឹងណាជាមនុស្សចេះថែរបស់របរខ្លួនឯងអីចឹងទៅអាចនិយាយអញ្ចឹងណាឬក៏យើងហួងហែងរបស់របរយើងអីចឹងទៅអានេះខ្ញុំនិយាយត្រួសទេហើយមានលេខតាក់ទងលេខយើងនៅក្នុងពេលនេះគឺមានលេខ10លេខ32លេខ32មានលេខ6ដូចគ្នាមានលេខ58 64និង63ខ្ញុំនិយាយចឹងតាក់ទងទៅនឹងជំនឿយើងត្រូវមានការជឿជាក់មានការប្រឈមមុខត្រូវជឿលើអ្វីដែលយើងកំពុងនឹងឃើញត្រូវជឿលើខ្លួនឯងត្រូវមានជំនឿក្នុងរូបភាពហ្នឹងណាឬក៏យើងជាមនុស្សដែលមានជំនឿនឹងឯងក្នុងខែ5ហ្នឹងដូចជាមានការប្រារព្ធកម្មវិធីអីមួយដូចជាគូកណាតរបស់យើងឬក៏គូកណាតដទៃអីចឹងណាយើងអាចចូលរួមកម្មវិធីយើងអាចនឹងមានភាពសម្បូរសប្បាយនៅក្នុងរូបភាពហ្នឹងមិនមែនអត់ទេបើមិនចឹងគាត់មិនមែនដាក់ទេអានេះជីវិតជីវភាពរបស់យើងហ្នឹងសម្បូរសប្បាយស្រាប់ហើយមានលុយមានកាក់ស្រាប់ហើយអីចឹងទៅក៏អាចមាននៅក្នុងនឹងដែរចាគ្រាន់តែចេញនមូនមកអាចនិយាយថាក្នុងពេលនេះយើងក៏មានមន្ទិលមានភាពសង្ស័យមានភាពអាប់អួរក្នុងចិត្តផងដែរអញ្ចឹងណាដែលចង់ដឹងការពិតអីចឹងណាឲ្យលាតត្រដាងចេញមកដែរអញ្ចឹងទៅនៅក្នុងពេលនេះក្រុមទី2ចាអញ្ចឹងស្ដាប់ខ្ញុំមួយហើយណូតទុកនៅអ្វីដែលខ្ញុំនិយាយហើយយើងក៏អាចនឹងមានលុយកាក់ដែរអញ្ចឹងណាពុកចេញពីមកការ៉ូតំណាងឲ្យលុយកាក់បេះដូងតែមូនហើយមានន័យថាមិនសូវជាមានរឿងល្អប្រសើរជាមួយនឹងសេចក្តីស្រឡាញ់ដែរតែយើងសែតយើងធ្វើយើងមិនសប្បាយចិត្តធ្វើឲ្យយើងមិនទិលសង្ស័យអញ្ចឹងណារអាក់រអួលនៅក្នុងចិត្តរបស់យើងអញ្ចឹងក៏មានដែរតែលុយកាក់ដូចជាមិនអីទេសម្រាប់យើងណាមានលេខ10តំណាងឲ្យលុយកាក់ការ៉ូក៏អញ្ចឹងហើយនិយាយ abundant ទេគឺជាភាពសម្បូរសប្បាយបែបអញ្ចឹងយើងអាចបានកាដូពីគេណាមួយអញ្ចឹងទៅគាត់ថាបានដូចគ្នាជាដំណឹងល្អអញ្ចឹងទៅតោះយើងមើលទៀតថាតើយើងនឹងជួបអ្វីតាក់ទងលុយកាក់ការងារស្នេហាហើយក៏ជាការកំសាន្តដែរមើលអាយុ17 18ឡើងទៅភេទប្រុសភេទស្រីភេទទី3នៅក្នុងនឹងទាំងអស់ឥឡូវយើងមើលអំពីលុយកាក់តមកការងារចា26មានអ្នកចំណែនដែរហ្នឹងណាហ្នឹងហើយតាក់ទងការងាររបស់យើងអញ្ចឹងណាគេដូចជានិយាយពីក្រោយខ្នងយើងអំពីការងាររបស់យើងអីចឹងទៅលុយកាក់របស់យើងបែបមិនដែរនៅពេលនេះនៅក្នុងខែ5ចាអញ្ចឹងនៅក្នុងខែ5យើងអាចថាទទួលបានពាក់កណ្ដាលនៃអ្វីដែលយើងចង់បានអញ្ចឹងណាយើងអាចមិនសប្បាយចិត្តទៅលើលុយកាក់ដែលទទួលបាននឹងវាតិចជាងអ្វីដែលយើងចង់បានដូចគ្នាឬក៏វាចាយច្រើនជាងសល់អីចឹងទៅណាក៏បែបហ្នឹងតើលុយកាក់យើងទទួលបានយ៉ាងម៉េចដែរក្នុងខែ5ចាលុយកាក់គឺមានការចូលប៉ុន្តែក៏ចេញទៅវិញដែរបែបអញ្ចឹងណាវាតែចូលមកវា46ចេញវា47អីចឹងទៅបែបអញ្ចឹងវាចេញវាចូលហើយចេញរូបភាពហ្នឹងហើយលុយកាក់ហ្នឹងក៏ធ្វើឲ្យយើងហត់នឿយពេលខ្លះក៏ចង់បន្ទោសអ្នកជុំវិញខ្លួនដែលមិនបានគិតពីការខិតខំក្នុងប្រែងរបស់យើងអីចឹងទៅអាចមួម៉ៅជាមួយនឹងលុយកាក់នឹងចូលមកដែលវាមិនសល់ដូចគ្នាហើយអ្នកមួយចំនួនអាចអស់លុយដោយសារការធ្វើបន់ដាក់ទានអីចឹងទៅការធ្វើដំណើរអីចឹងទៅអ្នកខ្លះគឺចំណាយលុយជាមួយនឹងមនុស្សដែលយើងស្រឡាញ់អីចឹងទៅក
ក៏មានដែរនៅក្នុងហ្នឹងអាហ្នឹងតាក់ទងទៅនឹងលុយកាក់ចុះការងាររបស់យើងបែបម៉េចតាមដានមើលយើងតើយើងមានលុយប្រមាណអីប្រមាណក៏មានដែរការងារពេលខ្លះគេអត់ដឹងពីការងាររបស់យើងហ្នឹងវាយ៉ាងម៉េចយ៉ាងណាទេទោះបីជាមានតួនាទីការងារក៏ដោយតែការងាររបស់យើងអត់អីណាតែគាត់ណាវាធំអាតកំបាំងយើងមិនសូវជាខ្ចរខ្ចាយពីការងាររបស់យើងឲ្យគេដឹងអញ្ចឹងណាបែបអញ្ចឹងប៉ុណ្ណាប៉ុណ្្នឹងទៅតែគាត់ថាយើងមិនមែនមិនមានរឿងល្អទេអាបែបអញ្ចឹងហើយការងារឬថាមិនតាន់មានការងារធ្វើទេចំពោះអ្នកមិនតាន់មានការងារធ្វើគឺអាចនឹងគួរតែធ្វើការងារអីដែលល្អប្រសើរកុំធ្វើការងារណាដែលវាមិនសូវជាមនុស្សទូទៅដឹងវាល្អកុំធ្វើអញ្ចឹងណាអាលក្ខណៈថាឆក់កដៀតកាច់ឈងវងមូលគៀនកោះអីហ្នឹងមិនបាច់ធ្វើទេអញ្ចឹងណាចាំជាការងារដែលសង្គមជាតិទទួលស្គាល់ឬក៏ល្អប្រសើរអីចឹងទៅចាំយើងធ្វើហើយបើអ្នកមានការងារធ្វើគឺឃើញថានឹងអត់អីទេបន្ទាប់ទៅពីហត់ពីនឿយពីការងារហ្នឹងហើយក៏យើងធូរស្បើយមានការងារល្អមានមិត្តភ័ក្តិល្អចូលមកក្នុងការងាររបស់យើងក៏មានឬក៏យើងអាចនឹងមានលុយសម្រាប់ចំណាយទៅលើអ្វីអីមួយអញ្ចឹងទៅពីស្ងាត់មកអ៊ូអកកវិញអញ្ចឹងទៅលក់ដូរណាចឹងអត់អីទេអាបែបអញ្ចឹងណាត្រង់គេគិតអីគិតទៅស្រែកគេលុយកាក់ការងារហ្នឹងនោះយើងនឹងល្អប្រសើរបន្តិចម្ដងអញ្ចឹងទៅតាក់ទងទៅនឹងស្នេហាមកវិញយើងដូចជាអត់សូវសុបាយចិត្តអ្នកខ្លះក៏ចាំតាមដានមើលស្ថានភាពអីចឹងទៅអាចមកត្រូវរើគ្នាវិញបើសិនយើងឆ្លោះគ្នាក្នុងខែ5ហ្នឹងណាក៏មានដែរហើយក៏មានអ្នកដែលទទួលបានស្នេហាដូចគ្នាតែសុកយើងមិនគិតថាមានស្នេហាយើងក៏ទទួលបានការសារភាពស្នេហាការស្រឡាញ់ពីអ្នកណាម្នាក់ចូលមកដូចគ្នាអញ្ចឹងណាឃើញថាបែបហ្នឹងអញ្ចឹងมันមានគីសមានអីហ្នឹងអញ្ចឹងកុំស្មុគស្មាញច្រើនអីចឹងណាយើងដូចជាស្មុគស្មាញមួម៉ៅច្រើនដែរអញ្ចឹងតើតង់ស្នេហាគឺបែបហ្នឹងអ្នកខ្លះគឺស្គាល់គ្នាតាមរយៈទំនាក់ទំនងតាមទូរស័ព្ទអីចឹងទៅទាំងឆាតទាំងខលអញ្ចឹងណាមកដោយមិននឹកស្មានដល់មកដោយមិនមានកម្រងមិនមានការក្រុមទុកអីចឹងទៅស្នេហាហ្នឹងយ៉ាងម៉េចទៀត89 88%តើស្នេហាហ្នឹងបែបម៉េចអ្នកខ្លះគឺនឹងជួបស្នេហាហ្នឹងបែបណាអ្នកខ្លះស្គាល់គ្នាតាមរយៈការស្គាល់គ្នានៅកន្លែងធ្វើការអ្នកខ្លះជួបចៃដន្យជាមួយនឹងទូរស័ព្ទអញ្ចឹងណាបែបចឹងនឹងមានស្នេហាចូលមកឥឡូវយើងចាំសង្កេតមើលទៅចាពេលវេលាក្នុងការមើលមិនកំណត់ទេអាចនៅក្នុងខែហ្នឹងឬក៏ខែ6ឆ្នាំអត់កំណត់ទេអាចនឹងមើលក្នុងឆ្នាំណាដែលយើងមើលនឹងហើយអានឹងបែបហ្នឹងណាចំពោះដោយការងារស្នេហាហើយខែឆ្នាំដែលយើងនឹងជាប់តាក់ទងជាមួយនឹងក្រុមទី2មានឆ្នាំអីខ្លះយើងទៅមើលចាមានឆ្នាំអីខ្លះសូមឲ្យឃើញដែលជាប់តាក់ទងមានឆ្នាំកុលចាឆ្នាំម្សាញ់បើសិនជានេះយើងអាចនឹងប្រឡែងសัตว์ប្រឡែងសัตว์ចឹងទៅឬក៏ស្រោចទឹកលើឫស្សីដូចខ្ញុំនិយាយចឹងបើសិនយើងឆុងព្រោះឆ្នាំហ្នឹងក្នុងឆ្នាំនេះយើងឆុងចាឆ្នាំឆ្លូវឆ្នាំវកក៏ឆុងដែរនឹងឆ្នាំមមីហើយបាត់សំឡងទៅឆ្នាំជូតមានឆ្នាំប្រហែលហ្នឹងដែលជាប់តាក់ទងក្រុមទី2ខ្លាំងតែម្ដងហើយបើយើងអត់ឃើញក្នុងឆ្នាំហ្នឹងទេយើងគិតថាមិនឆ្នាំមិនក្រុមយើងក៏អាចសន្មត់បានដែរតើតាប៉ះទើបអាចត្រូវខ្លាំងអញ្ចឹងវាត្រូវតិចទេតារានិករវិញតាក្រុមទី2ប៉ះអីគេមានធៀបភ្លើងធៀបភ្លើងគឺមាន Sagittarius Aries Leo Virgo ធាតុដីម៉ាកើតថ្ងៃអង្គារថ្ងៃអាទិត្យ Cancer គឺមានប្រមាណហ្នឹងចា Taurus Virgo Taurus ធាតុដីចូលមកច្រើនបាត់សម្ដឹកអញ្ចឹងអ្នកដែលលេខជាប់តាក់ទងនឹងលេខយើងមួយទៀតយោងថែមតារានិករក៏ដូចជាលេខដែលជាប់តាក់ទងមានលេខ23មាន6 17 4 2 13ចាហើយការបកស្រាយនៅក្នុងក្រុមទី2ក៏ចប់ដែរសម្រាប់លុយកាក់ការងារស្នេហាប្រចាំខែ5សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយបើចូលចិត្តវីដេអូរបស់អ្នកគ្រូកុំភ្លេចជួយ like subscribe share វីដេអូនេះម្នាក់មួយផងហើយអ្នកគ្រូក៏ទទួលមើលទូទីតខ្លួនដែរ
personal តាមរយៈ Telegram ហើយលេខ Telegram គឺអ្នកគ្រូដាក់នៅមុខវីដេអូតាម Messenger ក៏បានចាហើយក្នុងស្រុកក្រៅស្រុកចាអាចមើលបានណាហើយក៏ចប់ដែរក្រុមទី2យើងទៅតាមដានក្រុមទី3វិញម្ដងយើងចូលដល់ក្រុមទី3វិញម្ដងក្រុមទី3ដែលតំណាងឲ្យ morning គឺពេលព្រឹកអាចយើងកើតនៅពេលព្រឹកឬក៏ធម្មពលយើងនៅពេលព្រឹកហើយអ្វីដែលយើងជាប់តាក់ទងគឺមានអីគេខ្លះចាគឺមានពាក្យ bird ហ្នឹងហើយតាក់ទងទៅនឹងរឿងល្អៗដែរអាចថាបើយើងចង់មានសេរីយើងប្រឡែងសัตว์ទៅយើងអាចជួបរឿងល្អៗតាក់ទងលុយកាក់សុំការងារអាចបានអញ្ចឹងទៅគូក្រូចេញមក13ស្រាយបំភ្លឺយើងបានអញ្ចឹងណាព្រោះតាក់ទងនឹងរុក្ខជាតិហ្នឹងគឺតាក់ទងភាពសម្បូរបែបភាពបបោលុយកាក់ការងារអញ្ចឹងណាបែបអញ្ចឹងហើយក្រូលោតមក13អញ្ចឹងតាក់ទងនឹងសិភៅហើយឬក៏ក្នុងហ្នឹងគឺផ្លែតទឹមយើងអាចនឹងចូលចិត្តតទឹមចូលចិត្តពណ៌ក្រហមចូលចិត្តញ៉ាំម្ទេសឬក៏យើងអាចនឹងក្នុងកន្លងពេលហ្នឹងញ៉ាំផ្លែតទឹមហើយយើងអាចនឹងមានពេល relax យើងអាចមានពេលសម្រាកអីចឹងទៅនៅពេលនេះយើងអាចនឹងអ្នកមួយចំនួនណាគឺអាចនឹងយំអាចនឹងសុំទោសខ្លួនឯងឬក៏សុំទោសអ្នកណាដែលយើងចង់សុំទោសអីចឹងទៅព្រោះតកតងពាក្យថា suffering ឬក៏ past ដែរគឺដិតដាមនៅរឿងអតីតកាលនៅឡើយណាចាយើងឆ្ងោកអោនមុខចឹងណាមានពាក្យ suffer offer Venus មានភព Venus ចូលមកដែរមានពណ៌ក្រហមយើងអាចនឹងមានធាតុភ្លើងភពសុក្រចូលមកភព Venus តែខ្ញុំនិយាយមិញមានពណ៌ក្រហមមានភពសុក្រយើងអាចនឹងកើតថ្ងៃសុក្រពេលព្រឹកអីចឹងទៅឬក៏ថ្ងៃសុក្រអីចឹងទៅចាជាប់តាក់ទងណាយើងនឹកឃើញពីភាពខ្វះខាតហ្នឹងហើយយើងអាណិតខ្លួនឯងដោយសារតែកាលពីមុនយើងមានភាពខ្វះខាតតែឥឡូវក៏អាចចាប់តាមទូធាណាដូចចាប់ដើមព្រះអាទិត្យរះឡើងវិញអញ្ចឹងរះឡើងអញ្ចឹងគឺនឹងមានពលឺឡើងអញ្ចឹងណាបែបអញ្ចឹងពីភាពងងឹតហើយរះភ្លឺតែម្ដងហើយនឹងមានការបកគលអីមួយចូលមកផ្ដល់ជូនអីមួយចូលមកសម្រាប់យើងតែខ្ញុំអត់ទាន់ដឹងថាម៉េចទេមិនដឹងជាបកគលស្អីឲ្យយើងដែរចាំយើងមើលសិនណាដឹងថាមានការផ្ដល់ជូនអីមួយអាចមានការងារធ្វើអញ្ចឹងណាតោះយើងទៅមើលថាតើការងាររបស់យើងបែបម៉េចមួយចំនួនគឺមានគ្រូបាសៀយមានហឹងគ្រូបាសៀយឬក៏មានអាសនៈត្មងក្រុមទី3ឥឡូវការងារមិនដែរលុយកាក់ច្រឡំលុយកាក់ហ្នឹងហើយលុយកាក់យើងអាចនឹងបានកម្រៃជើងសារពីណាមកអញ្ចឹងទៅបើយើងនៅក្មេងយើងថាអាណាព្យាបាលឪពុកម្ដាយបងប្អូនយើងឲ្យអញ្ចឹងណាបែបអញ្ចឹងគឺយើងរកបានអីចឹងទៅឃើញមានភាពល្អប្រសើរតាក់ទងលុយកាក់អញ្ចឹងទេការងារអាចនឹងគេហុចឲ្យយើងយ៉ាងណាលុយកាក់មានរឿងល្អចូលមកប៉ុណ្ណាមើលចាព្រោះមុនវាមិនសូវល្អបានពាក់កណ្ដាលអញ្ចឹងទៅល្អបានមួយជុំអញ្ចឹងទៅចុះឥឡូវមិនវិញចាក់នៅក្នុងខែ5នេះខ្ញុំមិនដែរក្រុមទី3សូមឃើញបើសិនជាមានបញ្ហាអីមានអ្នកជួយមានជ្រោមជ្រែងអីចឹងទៅគាត់លោតមក2ដងចានឹងមានជំនួយគេផ្ដល់អីឲ្យយើងអញ្ចឹងយើងហុចអីឲ្យយើងអញ្ចឹងណាបែបអញ្ចឹងជូនអីឲ្យយើងអញ្ចឹងទៅមានន័យថាមានជំនួយចូលមកហ្នឹងហើយអញ្ចឹងលុយកាក់មានន័យថានឹងល្អប្រសើរអត់អីទេវាអាចនឹងមានអ្នកជួយដូចខ្ញុំនិយាយឬក៏មានស្អីមួយដែលអាចនឹងចាត់ចែងគ្រប់គ្រងរឿងនឹងបានអញ្ចឹងណាចាស់ការងារ85%គឺយើងអាចហត់នឿយខ្ញុំដល់នេះតិចសិនយើងអាចហត់នឿយយើងអាចនឹងព្យាយាមដូចថាយើងអាចហត់នឿយដោយសារតែការងារទាំងឡាយទាំងពួងត្រូវដាច់ខាតត្រូវបំពេញឲ្យចប់អីចឹងណាបែបអញ្ចឹងណាអញ្ចឹងយើងទៅប្រហើយការងារហើយយើងក៏បានសម្រាប់អញ្ចឹងទៅបែបអញ្ចឹងណាអាហ្នឹងមួយទៅទី2យើងក៏ត្រូវតែហត់នឿយទៅលើការងារដែលត្រូវតែកំណត់អីមួយចូលមកអញ្ចឹងព្រោះមានតុលាការមានអីមកអញ្ចឹងមានន័យថាបើយើងមិនចប់ទេក៏អាចនឹងត្រូវមាត់មានច្បាប់មានទម្លាប់កំណត់ចូលមកណាយើងមិនអាចធ្វើប្រហែសបានទេអីចឹងទៅមិនថាការងារអីទេគឺត្រូវតែ strict ចឹងណាហើយអ្នកមួយចំនួនចង់ផ្លាស់ប្ដូរការងារ
មកផ្លាស់ប្ដូរការងារយើងអាចមានការងារថ្មីអីចឹងទៅអ្នកមួយចំនួនណាចាបើថាអត់មានការផ្លាស់ប្ដូរការងារទេក៏យើងទំមតារួចរាល់តតរួចរាល់ហើយបបាក់មកគ្រានឹងហើយបានយើងអាចនឹងល្អប្រសើរនៅថ្ងៃមុខចឹងទៅនឹងមកការងារចាស់តែបើការងារថ្មីក៏យើងអាចដាក់ការងារបានដែរអ្នកមួយចំនួនគឺចង់ផ្លាស់ប្ដូរការងារហើយអ្នកមិនទាន់មានការងារធ្វើក៏អាចនឹងបានការងារធ្វើច្រើនជាងអត់ដែរអញ្ចឹងណាចំពោះស្នេហាវិញមិនដែរអូខេចំពោះស្នេហាយើងអាចនឹងជួបស្នេហាបើអ្នកមិនទាន់រៀបការអាចរៀបការអញ្ចឹងទៅបើ single អាចជួបស្នេហាអញ្ចឹងទៅអានឹងបែបអញ្ចឹងណាចាអាចនឹងមានអំណោយមានការជួយជំជ្រែងពីស្នេហាដែរអញ្ចឹងណាទទួលនិយាយទៅមានសេចក្តីស្រឡាញ់មានអ្នកខ្លះមានដល់2នាក់ក្នុងពេលតែមួយទៀតហើយយើងអាចនឹងមានកម្រៃជើងសារលុយកាក់ដែលគេ support យើងគេជួយយើងទៀតផងណាយើងអាចបានទាំងលុយកាក់ទៀតផងមិនត្រឹមតែស្នេហាទេអានឹងបែបអញ្ចឹងអ្នកមួយចំនួនណាបានទាំងទ្វេតែមកតែបើនិយាយខ្លីទៅមានស្នេហាអត់ក្នុងកំឡុងពេលនេះគឺយើងមានហើយអ្នកខ្លះជៀនទៅដល់ថ្ងៃអនាគតពិតប្រាកដជាមួយគ្នាទៀតផងហើយបើឆ្លោះគ្នាអាចត្រូវគ្នាដែរអញ្ចឹងណាអាបែបអញ្ចឹងតែពាក្យច្រើនគេអាចឲ្យលុយយើងទៅលើប្រាក់កាក់ចាយវាយើងហើយអ្នកខ្លះអាចឲ្យថ្លៃដំណើរការអីចឹងណាអាបែបចូលដល់ម៉ែឪណាខ្ញុំឃើញអញ្ចឹងគឺគេកំពុងជិះមកយើងអញ្ចឹងទៅអ្នកខ្លះគឺស្នេហាឆ្ងាយពីគ្នាហើយអ្នកខ្លះគឺស្នេហាកើតចេញពីអ្នកស្គាល់គ្នាធ្វើការមួយគ្នាទៀតប្រហើយអញ្ចឹងហ្មងតែមិនមែនទាំងអស់ណាគ្រាន់តែខ្លះចាហើយក៏ចប់ដែរសម្រាប់ការបកស្រាយនៅក្នុងក្រុមទី3ស្នេហាលុយកាក់ការងារនៅក្នុងខែ5ចាតែមុនចប់យើងមើលអំពីតារានិករនិងសម្ពងខ្មែរដែលយើងនឹងជួបអីគេចាមានឆ្នាំអីគេមានឆ្នាំកុលឆ្នាំថោះមានឆ្នាំខាលមានឆ្នាំវោកមានឆ្នាំអាសាញ់ហើយបានសន្លឹកគឺមានឆ្នាំចនឹងប៉ះខ្លាំងជាងគេតារានិករក្រុមទី3វាមានអីគេខ្លះគឺមាន Fire តារានិករភ្លើង Sagittarius Aurelio ចាមានខ្យល់ទៀតខ្យល់គឺ Pisces Cancer Scorpio ហើយនឹងតារានិករព្រះច័ន្ទហើយយើងអាចកើតថ្ងៃច័ន្ទដូចគ្នាមាន Capricorn ហើយនឹង Scorpio ហើយលេខដែលជាប់តាក់ទងយើងមានលេខ23 25 14 8 10ចាហើយនឹងលេខ12លេខ2ហើយនឹងលេខ26ភាគច្រើនសិលេខគូចាហើយក៏ចប់ដែរសម្រាប់ការបកស្រាយក្នុងក្រុមទី3បើសិនជាពេញចិត្តវីដេអូរបស់អ្នកគ្រូកុំភ្លេចជួយ like subscribe share វីដេអូម្នាក់មួយផងចាហើយដោយអ្នកគ្រូបានរៀបរាប់អញ្ចឹងអ្នកគ្រូទទួលមើល personal តាមរយៈ Telegram Messenger មើលបានតែនៅក្នុងស្រុកនិងក្រៅស្រុកហើយចប់ដែរអរគុណច្រើនសម្រាប់ក្រុមទី3យើងទៅតាមដានវីដេអូថ្មីៗបន្តទៀតអរគុណច្រើនជម្រាបលា